ពីគ្រួសាររបស់លោកមេកងឆ្មាម្ដងអ្នកទាំងអស់គ្នាបាទបន្ទាប់មកលោកមេកងឆ្មាក៏បានលាប្រពន្ធទៅធ្វើបេសកកម្មហើយចំណែកប្រពន្ធអាជីវឆ្មានៅវិញក៏បានលោកជាមួយនឹងសហាយឆ្មាដ៏ស្រស់ស្អាតមានសង្ហាណាបងប្អូនគេដេតគ្នាចឹងទៅហើយលោកមេកងនេះក៏បានបន្តទាយការហើយបន្ទាប់មកគឺប្រពន្ធអាជីវឆ្មានៅផ្ទះបានឈប់កាត់កូនអ្នកទាំងអស់គ្នាបាទហើយគេក៏ដឹកយកទៅពេទ្យដើម្បីសម្រាលកូននេះចឹងទៅហើយក៏មានអ្នកខលទៅប្រាប់លោកមេកងឆ្មាចឹងណាហើយលោកមេកងឆ្មាក៏បានរត់ទៅយ៉ាងលឿនបាទទៅប្រាប់មេរបស់លោកមេកងណាថាប្រពន្ធឈឺពោះកាត់កូននៅពេទ្យចឹងណាអ្នកទាំងអស់គ្នាបាទហើយប្រពន្ធនេះកាត់កូនមកបានថាកូនសហាយឆ្មាអ្នកទាំងអស់គ្នាបាទហើយទៅពេលមកដល់នេះលោកមេកងឆ្មាខឹងខ្លាំងទេអ្នកទាំងអស់គ្នាបាទមកគូចិត្តហើយទៅពេលឃើញសហាយឆ្មាមកថាប់គ្នាលោកមេកងខឹងយ៉ាងខ្លាំងមកដល់យកកភ្លើងដើម្បីទៅសម្រាប់បាសហាយដែលជាឆ្មាស្អាតនេះណាអ្នកទាំងអស់គ្នាបាទមកដល់លោកមេកងបាញ់សម្រាប់ចោលទាំង